អ្នកពិសេសម្នាក់ដែលនៅតែគ្រប់គ្រងឧស្សាហកម្មនេះមានជំនាញនិងនៅតែធានាអត្រាឈ្នះណាមុខបានត្រឡប់មកក្នុងប្រជាប្រិយភាពវិញនោះគឺគាត់គឺជាបេក្ខជនដែលទៅរកអ្នកថ្មីបំផុតកីឡាករបាល់ទាត់សប្តាហ៍ថ្ងៃនេះគឺ Borrello គាត់នឹងត្រឡប់មកវិញដើម្បីដាក់ទណ្ឌកម្មក្មេងរឹងរូសនៅ Real Madrid មុននឹងស្ដាប់វីដេអូឃ្លីបនេះដូចសពមួយដងសូមចែករំលែកការជីវសម្រាប់កីឡាករបាល់ទាត់គ្រាន់តែជីវស្មើនឹងការគាំទ្រកីឡាករបាល់ទាត់ពួកគេនៅតែមានទំនាក់ទំនងរវាង Borrello និង Real Madrid ជាពិសេសឥឡូវនេះមានពាក្យចាំអារ៉ាមថានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់មានតែកីឡាករបាល់ទាត់ដែលមានបេះដូងប៉ុណ្ណោះ Borrello នឹងក្លាយជាបេក្ខជនដែល Real Madrid នឹងនាំយកមកដើម្បីដាក់ទណ្ឌកម្មក្មេងរឹងរូសនេះមានពាក្យចាំអារ៉ាមថាពួកគេបានជួបគ្នានិងនិយាយគ្នារួចហើយណាមូហាក់ដូចជាទទួលយកបញ្ហាប្រឈមនេះបន្ទាប់ពីបានផ្ដាច់កិច្ចសន្យាជាមួយ Benfica នៅពាក់កណ្ដាលឆ្នាំក្នុងស្ថានភាពនៃការបំបែកទីលានដែល Real Madrid អាចហែកមុនពេលកិច្ចសន្យាពិតប្រាកដគាត់នៅតែមានគំនិតមួយដែលពិបាករកនរណាម្នាក់ដើម្បីយកតម្រាប់តាមចិត្តវិជាដ៏ត្រជាក់របស់ Neymar តែងតែត្រូវបានចាត់ទុកថាជាឧទាហរណ៍រដូវកាលនេះ Real Madrid ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរប្រសិនបើវាមកដល់ស្តង់ដាររបស់ Seymour ពី La Liga និងមិនធ្វើវាទាន់ពេលវេលាទេ Copperlong បានដួលលំរួចហើយ Perez នឹងលែងទ្រាំទៀតហើយព្រោះគាត់ដឹងថា Borrello អាចធ្វើអ្វីបានជាមួយអំណាចណាមូជាមនុស្សដែលមិនបង្ហាញក្មេងរឹងរូសនោះទេអ្នកណាដែលមិនស្ដាប់គាត់ច្បាស់ជាមានបញ្ហាគ្រប់ពេលមនុស្សចូលចិត្តផ្ដោតក្បាលរបស់ពួកគេមនុស្សមិនចូលចិត្តនិយាយថាងុកជារឿងធំដុំទេប្រសិនបើរឿងនេះបានកើតឡើងកាលពីអតីតកាលអ្នកគាំទ្របានទីថាប្រសិនបើវាមិនខូចទេវានឹងក្លាយជាគ្រោះមហន្តរាយមួយប៉ុន្តែនោះគ្រាន់តែជាការស្មានប៉ុណ្ណោះលោក Priest នៅតែប្រៀបធៀបថាក្នុងចំណោមបេក្ខជនទាំងអស់គ្មាននរណាម្នាក់ស័ក្តិសមដូចលោក Borrello ដែលជាមនុស្សពិសេសម្នាក់នេះទេឥឡូវនេះចូលយើងពិនិត្យមើលបេក្ខជនផ្សេងទៀតហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយចង្អុលទៅ Neymar ហើយធ្វើឲ្យគាត់ក្លាយជាលេខ1សូមក្រឡេកមើលមនុស្សម្នាក់នេះ Mauricio Pochettino តើអ្នកគាំទ្របាននិយាយអ្វីខ្លះចិញ្ចាមជាប់គ្នាឬស្នាមញញឹមតាមពិតទៅគាត់មានជំនាញវាមិនមែនថាគាត់មិនមានវាទេហើយគាត់ធ្លាប់គ្រប់គ្រងតារាទោះបីជាគាត់មិនចង់ស្នាក់នៅក៏ដោយប៉ុន្តែទម្រង់ទូទៅគឺគួរឲ្យចាប់អារម្មណ៍បេក្ខជនម្នាក់ទៀតគឺគ្រូបង្វឹកជើងឯកពិភពលោក Deschamps មនុស្សម្នាក់នេះពិតជាល្អណាស់ហើយអ្នកទាត់បាល់បារាំងច្បាស់ជានឹងស្ដាប់ Deschamps ជាអ្នកដែលគ្រប់គ្រងការទាត់ប្រសិនបើគាត់ពិតជាអាចទាត់វាបានខ្ញុំគិតថាគាត់ពិតជានឹងនៅបន្តចំពោះអ្នកផ្សេងទៀតវាពិតជាអាចទៅរួចដែលវាពិបាកណាស់មាន Lionel Scaloni មាន Jurgen Klopp ដែលខ្ញុំមិនគិតថាសម្រំបាល់របស់ Klopp ផ្ដោតលើថាមពលប៉ុន្តែបាល់របស់ Mauricio គឺជាបាល់ដ៏ល្អឥតខ្ចោះវាមិនគួរជាការប្រកួតទេចំពោះ Scaloni គាត់ប្រហែលជាសាំនឹងបាល់ទាត់ជាច្រើនជាងការព្យាយាមស្មើគឺមានហានិភ័យខ្លាំងណាស់នោះហើយជាមូលហេតុដែលឈ្មោះរបស់ Neymar នៅខាងលើទោះបីជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនចង់ឲ្យគាត់ប្រើ Deschamps ច្រើនជាងនេះក៏ដោយមនុស្សម្នាក់ទៀតដែលមានឈ្មោះគឺ Raul Gonzalez ប្រសិនបើអ្នកពិតជាប្រៀបធៀបទាំងលទ្ធភាពនិងបទពិសោធន៍តើអ្នកគិតថា Raul នឹងអាចគ្រប់គ្រង Mbappe ឬ Vinicius Junior បានទេដោយក្រឡេកមើលទិដ្ឋភាពជាច្រើនទៀតយើងអាចមើលឃើញពីព័ត៌មានថា Payet ចង់ប្រើប្រាស់សេវាកម្មរបស់ Neymar ម្ដងទៀតភាពវឹកវរនឹងត្រូវបានរៀបចំឡើងវិញNeymar បានទិញខ្សែបម្រើលំដាប់ពិភពលោកមួយដើម្បីគ្រប់គ្រងល្បឿនឥឡូវនេះការប្រកួតដ៏ធំអាចទុកចិត្តបាន Neymar មានផែនការដ៏ស៊ីជម្រៅមួយ Vinicius ត្រូវបានផ្ដួលហើយMbappeបាននិយាយថា Mourinho គឺជាគ្រូបង្វឹកល្អបំផុតនៅលើពិភពលោកបន្ទាប់ពី6ខែណាមុខបានឆ្លោះប្រកែកជាមួយបិទហើយ Payet បានប្រកាសថាពួកគេបានបែកពី Mourinho ណាមុខបានសងសឹកហើយបានត្រឡប់ទៅប្រទេសប៉ូទុយហ្គាល់វិញនេះជាស្ថានភាពនាពេលអនាគតដែលអ្នកគាំទ្របាល់ទាត់មិនចង់ឲ្យកើតឡើងឥឡូវនេះចូលយើងមើលថាមានអ្វីកើតឡើងចំពោះការឆ្លោះប្រកែកគ្នាលើកដំបូងរបស់ Neymar និង Payet Neymar បានគ្រប់គ្រង Payet ជាលើកដំបូងក្នុងឆ្នាំ2010-2013វាជាពេលវេលាដែលអគិសនីដាច់អស់រយៈពេល3ឆ្នាំស្រមោលរបស់ក្រុម Barcelona បានគ្របដណ្ដប់លើពិភពលោក Neymar បានឈ្នះពានរង្វាន់ European Championship និង Inter Milan ជាប់គ្នានៅពេលនោះ Neymar គឺជាកីឡាករលេខ1ក្នុងបាល់ទាត់អឺរ៉ុបរយៈពេល3រដូវកាល Mourinho បានគ្រប់គ្រងក្រុមគាត់បានឈ្នះ178ប្រកួតនិងឈ្នះ127ប្រកួតគាត់ចាញ់28ប្រកួតនិងចាញ់ត្រឹមតែ23ប្រកួតប៉ុណ្ណោះអត្រាឈ្នះគឺប្រហែល 71.3 អត្រាឈ្នះគឺប្រហែល 71.3 វាជាការប្រកួតដ៏លំបាកមួយនៅពេលនោះណាមូមានជើងឯកលីក1គឺ De Copa del ស្នាដៃដ៏អស្ចារ្យគឺជើងឯក La Liga ដែលរកបាន100ពិន្ទុនិងរៀបចំការប្រកួតដូចជាការបាញ់ប្រហារដើម្បីលុបបំបាត់រឿងល្ខោនរបស់អ្នកបើកបរឡានក្រុងដែលធ្វើឲ្យបាល់គួរឲ្យធុញទៅជាខ្ជះខ្ជាយតួនាទីរបស់លោក Neymar មិនត្រឹមតែគ្រប់គ្រងក្រុមឲ្យឈ្នះការប្រកួតប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតប្រពៃណីបាល់ទាត់សម្រាប់កីឡាករឲ្យវិលត្រឡប់ទៅកាន់ពិភពនៃព្រឹត្តិការណ៍ World Cup ផងដែរនៅពេលនោះកីឡាករទាំងនោះមិនមែនជាជើងឯកទេមានតែកីឡាករមួយចំនួនតូចប៉ុណ្ណោះដែលជាជើងឯកឬស្ថិតនៅក្នុងសូខលគំនិតនៃការប្រកួតនេះគឺដើម្បីឲ្យប្រកបឲ្យលឿននិងត្បត់វិញឲ្យបានរហ័សជាពិសេសនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ចាប់ពីឆ្នាំ2011ដល់2012តួនាទីសំខាន់នៃប្រព័ន្ធ4 2 3 1គឺធ្វើជាខ្សែប្រយុទ្ធកណ្ដាលប្រសិនបើខ្ញុំមិនច្រឡំទេ
មាន Resene Diale ដែលជាខ្សែប្រយុទ្ធកណ្ដាលការរៀបចំគឺតឹងតែងណាស់ Sergio Ramos ត្រូវបានផ្លាស់ប្ដូរបន្តិចបន្តួចពីខ្សែការពារទៅកណ្ដាលក្រុម Meritz គឺល្អណាស់ប្រសិនបើអ្នកបានមើលវាហើយអ្នកអាចណែនាំវាបាននៅពេលនោះពួកគេបានលេងជាមួយពីភេប្រសិនបើពួកគេអាចលួចបាល់បានពួកគេនឹងលួចវាមកវិញនៅពេលនោះមាន Osvicon ដែលលេងបាល់ពីនៃ Fabio Alonso គឺជាខ្សែប្រយុទ្ធប្រព័ន្ធ V-Look ត្រូវបានបង្កើតឡើងដោយកីឡាករ Limson ដូចជា Cristiano Ronaldo នៅខាងឆ្វេងនិង Ansel Di Maria នៅខាងស្តាប់ពួកគេនឹងបញ្ជូនបាល់ទៅកាន់សម្ពាធខ្ពស់របស់គូប្រកួត Benzema និង Higuain គឺជាខ្សែប្រយុទ្ធពួកគេបានគ្រប់គ្រងថាមពលនៃបាល់បានយ៉ាងល្អក្រុម Meritz ត្រូវបានផ្លាស់ប្ដូរដើម្បីបង្កើតឱកាសដើម្បីស៊ុតបញ្ចូលទីក្នុងរយៈពេលតិចជាង10វិនាទីនៅពេលនោះ Ronaldo ពូកែស៊ុតណាស់ Alonso និង Pepe Kedele គឺជាខ្សែប្រយុទ្ធកណ្ដាល Osvicon គឺជាក្រុមកំពូលទាំង10នៅលើពិភពលោកពួកគេលេងបានល្អណាស់ខ្ញុំនឹកការលេងបែបនេះណាស់ Di Maria លេងបានល្អខ្លាំងណាស់ដូចជាការស៊ុតបញ្ចូលទី10ពិន្ទុគាត់មិនអាចចាប់បាល់បានហើយមិនអាចចាប់វាទាន់ពេលវេលានេះគឺនៅជ្រុងភ្លឺនៅក្នុងជ្រុងងឹត Mourinho គឺជាអ្នកដែលត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹង Samuelson ដ៏ល្បីល្បាញរឿងដ៏ល្បីល្បាញបំផុតគឺថាគាត់ធ្លាប់ប្រាប់កីឡាករដទៃទៀតថាប្រសិនបើពួកគេមិនគោរពក្រុមរបស់ Mourinho ទេពួកគេត្រូវតែរងចាំឱកាសយ៉ាងណាក៏ដោយ Mourinho អាចស្ងប់ចិត្តមួយរយៈគាត់មានទេពកោសល្យក្នុងការបង្កើតបរិយាកាសល្អដើម្បីធ្វើឲ្យបរិយាកាសកាន់តែប្រសើរឡើងខ្ញុំឈ្មោះ Jose Borio ហើយខ្ញុំនឹងកំទេចពួកគេនៅរដូវកាលក្រោយនេះគឺជាទំនុកចិត្តដែលគាត់បានប្រាប់មិត្តរួមក្រុមរបស់គាត់បន្ទាប់ពីត្រូវបានបង្រៀនដោយក្រុម Barcelona ប៉ុន្តែនៅពេលដែលគាត់ប្រើវាម្ដងហើយម្ដងទៀតគាត់ចាប់ផ្ដើមមានសំណួរហើយគាត់បានទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីសួរសំណួររឿងព្រេងនិទានមួយទៀតគឺថាគាត់ធ្លាប់ដាស់ Haras នៅក្នុង Benzema ហើយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាមានតែឆ្មាទេដែលអាចបលបាញ់អ្វីក៏បានឬមានរឿងមួយដែល Mourinho ធ្លាប់ស្ដីបន្ទោស Ozil ថាមានការភ័ន្តច្រឡំគាត់គិតថាគាត់ល្អណាស់ហើយលេងបានត្រឹមតែ 50 ប៉ុណ្ណោះហើយគាត់ពេញចិត្ត Ozil មិនចូលចិត្តវាទេប៉ុន្តែក្រោយមកគាត់បានទទួលយកថាពាក្យទាំងនេះមិនបានចូលក្នុងក្បាលរបស់គាត់ទេប៉ុន្តែគាត់បានយល់វានៅពេលក្រោយ Ozil ភ្ញាក់ឡើងហើយវាបានក្លាយជាចំណុចរបត់មួយក្នុងជីវិតរបស់គាត់នោះគឺជារឿងព្រេងនិទានដែលលោក Mourinho បានបង្កើតក្នុងរដូវកាលដំបូងប៉ុន្តែនៅក្នុងរដូវកាលនេះតើអ្នកគិតថាលោក Mourinho នឹងដោះស្រាយជាមួយកីឡាករបាល់ទាត់ល្បីនៃរដូវកាលនេះដោយរបៀបណាមុនពេលយើងបញ្ចប់វីដេអូឃ្លីបនេះយើងមានសំណួរមួយសម្រាប់អ្នកដែលបានមើលរដូវកាលនោះតើអ្នកនៅចាំទេថាលោក Mourinho បាននាំអ្នកណាមកក្រុមហើយលេងជាមួយក្រុម Real Madrid រហូតដល់វាក្លាយជារឿងព្រេងនិទានសូមអរគុណសម្រាប់ការទស្សនាវីដេអូឃ្លីបរបស់យើងរហូតដល់ចប់ព្រោះបាល់ទាត់មានច្រើនជាងបាល់ទាត់